មិនធម្មតាទេសង្គ្រាមប្រទុសរាយរឿងដីធ្លីគេប្រើសុទ្ធតែត្រាក់ទ័របុកគ្នានិង Excavator ជួយបន្ថែមទៀតព័ត៌មានបឋមតាមប្រភពពីបណ្ដាញសង្គម Facebook បានឲ្យដឹងថាក្រុមហ៊ុនផលិតដោះគោ Momo Farm បានរុះរើឃ្លាំងមួយកន្លែងស្រាប់តែមានការហាមឃាត់ពីភាគីម្ខាងទៀតបណ្ដាលឲ្យកើតជាវិវាទឡើងកម្ដៅហើយពួកគេបានប្រើប្រាស់ត្រាក់ទ័របុកគ្នានិងមាន Excavator ជួយបន្ថែមទៀតហេតុការណ៍ប្រទុសរាយគ្នានេះកើតឡើងនៅលើទឹកដីសង្កាត់អរិយស័ព្ទក្រុងអរិយស័ព្ទខេត្តកណ្ដាលថ្ងៃទី23ខែមិថុនាឆ្នាំ2025តាមប្រភពថាគេបានរាយការណ៍ទៅសមត្ថកិច្ចរឿងនេះហើយប៉ុន្តែមិនទាន់ដឹងថាយ៉ាងណាយ៉ាងណីនៅឡើយទេបានជាថាមិនធម្មតានោះគឺយើងមើលសង្គ្រាមរុស្ស៊ីអ៊ុយក្រែនអ៊ីស្រាអែលអ៊ីរ៉ង់និងអាមេរិកគេប្រើសុទ្ធតែ drone មីស៊ីលនិងយន្តហោះចម្បាំងធំខ្លាំងលឿនបំបាំងកាយប៉ុន្តែនៅកម្ពុជាឯនេះពលរដ្ឋខ្មែរនៅពេលដែលកើតរឿងប្រទុសរាយមួយនេះគឺសង្គ្រាមវិវាទដីធ្លីពួកគេប្រើសុទ្ធតែត្រាក់ទ័របុកគ្នានិង Excavator ជួយបន្ថែមទៀតពិតជាមិនធម្មតារបស់គេមែនលោកស្រីជាទីមេត្រីប្រសិនបើមានព័ត៌មាននេះប្រែប្រួលយ៉ាងណាទៀតនោះ CEN នឹងផ្សាយជាបន្តទៀតនេះរុញចូលយកអីវ៉ាន់បោកអូពេលកាប់ទូស្រែបងប្អូនពេលកាប់ទូស្រែអ្នកព័ត៌មានហ្នឹងគាត់គាត់គេគប់ទៅដល់ថយបាទយើងមកយកតែព័ត៌មានទេបាទមានការផ្ទុះស្រ័យហើយភាគីខាងនោះភាគីខាងម្ចាស់ដីបាទតាមការអះអាងរបស់អ្នកជួលហើយភាគីនេះខាងក្រុមហ៊ុន Momo Farm ដែលគាត់រើយកបានមកគាត់បាទឥឡូវនេះមានការផ្ទុះស្រ័យហើយបាទដាច់ខ្សែភ្លើងដៃអស់ហើយខាងនេះខាងអាត្រាអ្នកជួលគាត់ទៅយកអីវ៉ាន់នៅក្រោយខាងនោះខាងបិទអូអារុញនោះអាយស្កាមកទប់ហើយបាទអូខាងនេះខាងអ្នកជួលដីខាងអ្នកជួលដីរុញបាទអូប្រើហង្សាឡោះបាទបន្ទូស្រ័យអត្រាពីរនេះគាត់បិទដីយ៉ាតាប៉ះមនុស្សឡោរុញកាត់ហង្សាយបាទភាគីខាងម្ចាស់ដីនិងភាគីអ្នកជួលដីកំពុងទូស្រ័យគ្នាអត្រាខាងនេះ2ខាងនេះ1បាទខាងនេះរុញដីអូគាត់ទៅយកអវ៉ាន់ឃ្លាំងគាត់ក្រោយបាទយើងនេះអ្នកព័ត៌មានយើងមកទទួលតែព័ត៌មានទេបើមិនអាចកាត់ថាខាងណាខុសខាងណាត្រូវទេខាងនេះរុញចូលយកអវ៉ាន់បោកពេលកាប់ទូស្រែបងប្អូនពេលកាប់ទូស្រែហើយនេះភាគីខាងអ្នកជួលគាត់ព្យាយាមរុញទៅខាងនោះរុញមកបាទរុញដើម្បីយកឃ្លាំងនោះទៅរូបអាឃ្លាំងក្រោយនោះបាទអញ្ចឹងកើតឡើងនៅក្រុងអរិយស័ព្ទបាទនៅសង្កាត់អរិយស័ព្ទបាទអូគប់បែកកញ្ចក់ឯងបាទតែមានការគប់គ្នាអូសាហាវមែនតើអូដុំថ្មហោះមកចុយបាទគឺមានការបន្ទូស្រ័យគប់វាយគ្នាពេញហ្នឹងមកគប់បែកតិចទីអស់ដាច់ខ្សែភ្លើងបាទព្រោះមកខាងរារាំងឲ្យដល់ចូលយករុះឃ្លាំងទេបាទម្ចាស់ដីរារាំងខាងអរិញអ្នកជួលឯនេះគាត់ថាគាត់ត្រូវតែរុះព្រោះឃ្លាំងគាត់អញ្ចឹងតាមការអះអាងហើយខ្ញុំក៏បានសូមបំភ្លឺពីភាគីខាងអត្រាខាងនោះដែរប៉ុន្តែគាត់អត់បំភ្លឺទេគាត់ថាចង់សួរនាំអីសួរលោកអុកញ៉ាស្រីចន្ទធូទៅអូនគឺជាបុគ្គលលេខ2បើយើងមើលមកក្នុងនេះវាគ្រាន់តែសាមញ្ញទេចាយើងសាមញ្ញវាលំបាកនៅក្នុងការសម្រេចចិត្តអវិជ្ជមានយើងសម្រាប់បងប្អូនដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់រកស៊ីមានបញ្ហានឹងការធ្វើការជាមួយអ្នកដទៃមិនចុះសម្រុងគ្នានិងចង់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនអាចធ្វើការគុនគូជាមួយនឹងលោកជំទាវផ្ទាល់តាមក្បួន Napoleon Hill លោកអ្នកនឹងទទួលបានដឹងអំពីការតម្រង់ផ្លូវជីវិតប្រាប់ពីអត្តចរិតនិងការប្រែឧបនិស្ស័យរបស់អ្នករោគជំងឺដែលត្រូវប្រយ័ត្ននិងជំងឺដំណពូជធាតុដែលខ្វះពណ៌ដែលត្រូវប្រើលើករិស័យមុខរបរដែលស័ក្តិសមនិងធាតុកំណើតរបស់លោកអ្នក SV ហុងស៊ុយនាំជីវិតទៅរកភាពថ្កុំថ្កើងទំនាក់ទំនងមកឥឡូវនេះដើម្បីស្គាល់ខ្លួនឯងតាមរយៈហុងស៊ុយកិច្ចផុតពីភាពបរាជ័យនៅក្នុងជីវិត